陽太とコヨン超押せるいらないជួបគ្នាជាបន្តជាមួយនឹងការស្រាយរឿងរាជនីកំផែងតកនឹងអញ្ចឹងវគ្គមុនយើងបញ្ចប់ត្រង់កូយូនិយាយថាស្អប់មីណាតូអញ្ចឹងយើងមកនិយាយពីមីណាតូបន្តិចទៅដែលគេជាមនុស្សមានភាពជឿជាក់អាចនិយាយជាមួយមនុស្សគ្រប់គ្នាបានទាំងអស់តែពេលមកជួបនឹងកូយូនឹងគេតែងតែមានអារម្មណ៍ចម្លែកដែលពិបាកនឹងរករឿងនិយាយជាមួយគ្នាមែនតែនពេលនិយាយដល់អ៊ីការ៉ាស៊ីនាងក៏បដូរទឹកមុខទៅទៀតហើយពេលខំបង្វែងសាច់រឿងទឹកមុខនាងនឹងកាន់តែមាំទៅពេលនេះយូតាក៏បានដើរមកដល់ដែរភ្លាមនោះកូយូក៏បានស្រែកថាស្អប់មីណាតូហើយក៏បានដើរចេញមីណាតូក៏បានលើសំឡេងចាក់សោដែលគេមិនអាចនិយាយចូលនាងបានទៀតនោះទេចឹងគេគិតថាមីគីនឹងប្រកាសជាសម្លាប់គេជាមិនខានខូយូនឹងក៏បានមកសង្ងំញ៉ាំនំក្នុងបន្ទប់ពេទ្យហើយនាងក៏សួរពេទ្យសាលាធ្វើម៉េចបានអាចបំបត្តិកំហឹងស្ដាប់ធម៌ទៅចឹងពេទ្យណូរីកូនឹងក៏បានប្រាប់ឲ្យនាងដោះស្រាយបញ្ហាដោយការទំនាក់ទំនងនិយាយគ្នាទៅតែពេលនាងខឹងមិញហ្នឹងនាងមិនខ្វាយខ្វល់ច្រើនទេគឺនាងនិយាយពាក្យធ្ងន់ទៅគេវិញតែម្ដងនាងក៏ស្ដាយក្រោយតែប្រាប់ពាក្យនោះទៅកាន់មីណាតូពេលហ្នឹងយូតាក៏បានយកចំណីចូលមកជួបនាងទោះគ្រូណូរីកូហាមគេក៏ដោយគេនៅតែញ៉ាំនៅហ្នឹងចឹងយូតាក៏បានប្រាប់ថាគេដឹងរឿងនាងនិងមីណាតូដែរហេតុនេះគ្រូនឹងក៏បានចាក់ចែងទុកពេលឲ្យពីរអ្នកគេនិយាយគ្នាទៅចឹងយូតាក៏បានប្រាប់ថាខ្លួនមីណាតូក៏បានឮពីនាងកាលពីរៀននៅអនុវិទ្យាល័យផងដែរដោយសារតែមីគីនេះជាអ្នកប្រាប់រឿងរ៉ាវដែលខូយូរុនត្រូវបានគេប៊ូលីដោយមានគេនឹងបានដាក់សម្រាមនៅកន្លែងដាក់ស្បែកជើងរបស់នាងមីគីនឹងក៏បានឃើញហើយនាងនឹងមិនដឹងថាមិត្តជិតស្និទ្ធរបស់នាងត្រូវគេប៊ូលីនោះទេខូយូនឹងក៏មិនប្រាប់នាងទៅទៀតចឹងមីគីក៏ថាប្រហែលជាខូយូនឹងមិនទុកចិត្តនាងឡើយតែតាមពិតទៅខូយូមិនចង់រំខាននាងទៅវិញទេចឹងយូតានឹងក៏ថាមីណាតូក៏អាចនឹងបារម្ភពីនាងទៅគេព្យាយាមនិយាយជាមួយផងដែរធ្វើឲ្យខូយូនឹងកាន់តែមានអារម្មណ៍ថាស្ដាយក្រោយចឹងនាងក៏ចង់សុំទោសហើយនាងនឹងធ្វើវាដោយផ្ទាល់ក្នុងពេលនេះមីណាតូអង្គុយអត់មានព្រលឹងក្នុងខ្លួនទេទោះត្រូវមិត្តគេគប់បាល់ត្រូវក៏ដោយព្រោះគេកំពុងគិតថាខ្លួននិយាយអីខុសបានធ្វើឲ្យខូយូនឹងខឹងដល់ម្លឹងឬដោយសារតែគេហើយនាងមានអត្តចរិតផ្ទុយគ្នាទៅអ្វីដែលគេនិយាយនឹងតែងតែធ្វើឲ្យនាងមានអារម្មណ៍ថារំខានតែបើថាគេអ្នកខុសវាមិនសមព្រោះនាងនឹងក៏មិនត្រូវដែរដោយសារនាងបានគូបន្ទាត់ខណ្ឌចែកមនុស្សដែលនាងចូលចិត្តនិងមិនចូលចិត្តទៅហើយគិតចុះគិតឡើងមីណាតូនឹងក៏ចាប់ផ្ដើមមួម៉ៅដល់ពេលត្រូវមកបាល់ទៀតគេក៏គប់ទៅវិញមកទំហឹងហើយក៏សម្រេចចិត្តថាឈប់រវល់ជាមួយនាងចឹងគេក៏បោកមកសួរយូតាទៅណាពេលម៉ោងសម្រាប់យូតាក៏បានប្រាប់ថាគេទៅបន្ទប់ទឹកចប់ម៉ោងសិក្សាខូយូមិនបានជួលនឹងមីណាតូនោះទេចឹងនាងក៏សួរ AI ថាពេលណាល្អសម្រាប់សុំទោសពេលដែលកំពុងយកស្បែកជើងនាងក៏បានវ៉ាក់ជាមួយនឹងមីណាតូក៏បានដើរចេញដោយមិននិយាយអ្វីទាំងអស់ចឹងខូយូដឹងថានាងនឹងបានឈូសមីណាតូចេញពីជីវិតនាងទាំងដែលនាងមិនបានព្យាយាមយកពីគេនោះឡើយសម្រាប់មីណាតូដែលឃើញទឹកមុខខូយូនឹងមានការប្រុងប្រយ័ត្នមកលើគេចឹងគេក៏ចាក់ចេញដោយមិននិយាយអីមីណាតូរំពឹងថាពីរអ្នកគេអាចនឹងធ្វើជាមិត្តនឹងគ្នាតែមើលទៅវាមិនអាចទៅរួចនោះទេភ្លាវនឹងខូយូក៏បានរត់មកចាប់មីណាតូដែលនាងមានរឿងចង់និយាយតែពេលរនិយាយនាងក៏មានអារម្មណ៍ថាអៀនខ្លាំងនិយាយមិនចេញនិយាយបានត្រឹមតែពាក្យសុំទោសទៅលើពាក្យដែលនាងនិយាយធ្ងន់កាលពីព្រឹកមិញហើយពាក្យផ្សេងទៀតក៏នៅកកស្ទះក្នុងកឡោតហាស្ដីមិនចេញទេចឹងពាក្យនោះក៏ធ្វើឲ្យនាងនឹងចង់យំទៅវិញក៏ប៉ុន្តែនាងក៏ថាអ្នកសុំទោសមិនត្រូវយំដើម្បីឲ្យគេអាណិតហើយលើកលែងឲ្យនោះទេមីណាតូក៏បាននិយាយលួងលោមនាងវិញទាំងដែលមិញហ្នឹងគេមានអារម្មណ៍ថាខឹងនៅឡើយដោយមីណាតូនិយាយពាក្យលួងលោមចឹងខូយូនឹងក៏ចាប់ផ្ដើមហូរទឹកភ្នែកតែម្ដងតែមីណាតូអត់ជូតទឹកភ្នែកឲ្យនាងនោះទេដោយសារតែដៃអាគេនឹងប្រឡាក់ចឹងខូយូក៏បានប្រាប់ថានាងនិងអ៊ីការ៉ាស៊ីស្គាល់គ្នាគ្រាន់តែមិនត្រូវគ្នាពេលហ្នឹងសិស្សពីរអ្នកផ្សេងក៏បានដើរមកហើយក្នុងស្ថានភាពបែបនេះគេអាចនឹងយល់ច្រឡំចឹងមីណាតូក៏ធ្វើជានាំនាងនិយាយពីអ្វីមួយយ៉ាងក្នុងទូរស័ព្ទចឹងទៅខូយូក៏បានឃើញរូបឆ្កែរបស់មីណាតូហើយក៏អស់សំណើចនិងសរសើរថាវាខ្ជូតかわいいចឹងពីរអ្នកគេក៏បានលាគ្នាទៅព្រោះមីណាតូនឹងកំពុងអៀនជាខ្លាំងតែពេលហ្នឹងមីណាតូនៅឃើញរឿងមួយទៀតហើយព្រោះថាអ៊ីការ៉ាស៊ីហាក់ដូចជាមិនចាំឈ្មោះរបស់ខូយូនោះទេចឹងគេក៏បន្តគិតរហូតដល់ថ្ងៃស្អែកតែបើគេជីកដេញដោលពេកនាងអាចនឹងនិយាយពាក្យធ្ងន់នោះមកទៀតពេលហ្នឹងគេក៏គិតថាខូយូនិងយូតាបានហៅឈ្មោះគ្នាយ៉ាងជិតស្និទ្ធនៅឡើយតែគេមីណាតូក៏បន្តគិតទៀតថាបើជួបនាងតើនាងនឹងមហាអាកប្បកិរិយាបែបម៉េចហើយក៏បានជួបនឹងនាងមែនចឹងនាងក៏បានសុំទោសម្ដងទៀតដែលយំធ្វើឲ្យមីណាតូនឹងអាណិតតែមីណាតូដឹងថាអ្នកខ្លះពេលនិយាយទៅដាក់អារម្មណ៍ខ្លាំងចឹងមិនយំបែបនេះធ្វើឲ្យខូយូនឹងចម្លែកថាមីណាតូនឹងយល់អារម្មណ៍មួយនឹងដែរចឹងដែរការតំណែងរបស់គេពីរនាក់ក៏ចាប់ផ្ដើមល្អប្រសើរជាងមុនតែមីណាតូហាក់ដូចជាចាប់ផ្ដើមលងស្រឡាញ់ខូយូនបាត់ទៅហើយខូយូនក៏ចាប់ផ្ដើមជប់គិតច្រើនពេកទៅលើថាគេមិនចូលចិត្តនាងឬក៏យ៉ាងណាក៏ដោយនឹងចង់ផ្លាស់ប្ដូរខ្លួនឯងក្នុងពេលនោះមីគីក៏បបួលនាងទៅហាងដែលខ្លួនធ្វើការហើយរូបភាពក៏បានកាត់មកមីគីនិងខូយូនមកជួបមិត្តចាស់ចឹងគេក៏សួរមីគីនឹងមានសង្សារនៅនាងក៏ថាគ្មានទេពេលនេះហើយការមុននឹងគឺនាងមានសង្សារច្រើនដោយសារតែខាងប្រុសនឹងអ្នកសារភាពចឹងលើកនេះនាងចង់បានសង្សារណាដែលធ្វើឲ្យនាងនឹងជាអ្នកសារភាពមុនចឹងគេក៏បោកមកសួរខូយូនម្ដងតែនាងមិនត្រូវការនោះទេព្រោះទោះបីតាក់ទងគ្នាក៏នាងមិនអាចរក្សាវាបានដែរហើយសម្រាប់មិត្តគេពីរនាក់នេះក៏សុទ្ធតែមានសង្សារហើយចឹងខូយូននឹងក៏សុំមើលរូបថតពួកគេចឹងទៅក្រោយមកខូយូនក៏ចាក់ចេញទៅមុនដោយសារតែនាងនឹងត្រូវធ្វើការហើយមិត្តនាងពីរនាក់ទៀតក៏ឆ្ងល់ថាមិនបានជាខូយូនព្រមធ្វើសង្សារអ៊ីការ៉ាស៊ីទាំងដែលនាងមិនចូលចិត្តគេផងចឹងមូលហេតុនឹងក៏បានចេញមកហើយដែលការពីមុនអ៊ីការ៉ាស៊ីនឹងតែងតែឌឺមីគីថាមិនយូរទេនាងនឹងបាយពីសង្សារពេលដែលមិត្តប្រុសនាងដឹងថានាងមានចរិតដូចស្វាឪហើយពិតមែនសាររបស់មិត្តប្រុសនាងក៏បានផ្ញើមកសុំបាយគ្នានិងប្លុកនាងចោលថែមទៀតចឹងនាងក៏បានមកនិយាយជាមួយនឹងខូយូនដោយថាអ៊ីការ៉ាស៊ីនឹងស្រឡាញ់ខូយូនហើយបានគេស្រឡាញ់ប៉ុណ្្នឹងហើយវាគ្រប់គ្រាន់ហើយបើទៀមទាលើពី
ប៉ុណ្ណឹងទៀតវាដូចជាលោភលន់ពេកចឹងខូយូគាត់ថាមានតែអ៊ីការ៉ាស៊ីម្នាក់ទេដែលនៅស្រឡាញ់នាងរហូតចឹងខូយូនឹងក៏ចាក់ចេញពីក្លឹបហើយចាប់ផ្ដើមតាក់ទងជាមួយនឹងអ៊ីការ៉ាស៊ីហើយនេះមីគីគាត់ថាខូយូធ្វើចឹងដោយសារតែពីរបស់នាងបកមកខាងមីណាតូវិញមិត្តគេក៏មកលេងហ្គេមនៅផ្ទះរបស់គេដែលមិត្តគេម្នាក់នឹងលួចស្រឡាញ់សិស្សច្បងហើយនាងចិត្តរៀនចប់ទៅហើយចឹងមីណាតូក៏ប្រាប់ឲ្យគេសារភាពទៅតែគេមិនយកអារម្មណ៍អ្នកលួចស្រឡាញ់គេម្នាក់ឯងនោះទេព្រោះមីណាតូនឹងស្រឡាញ់គេស្មើគ្នាដល់ពេលបែកសង្សារហើយនឹងមានអារម្មណ៍ធម្មតាចឹងមាត់របស់គេនឹងក៏ចង់ឲ្យមីណាតូលងស្រឡាញ់នរណាម្នាក់ហើយឲ្យនាងនឹងជន់ឈ្លីបេះដូងមីណាតូនឹងឲ្យខ្ទេចតែម្ដងមិនដឹងខ្លួនមីណាតូក៏មើលទៅឆ្កែរបស់គេហើយក៏នឹកឃើញពាក្យនឹងមុខរបស់ខូយូនចឹងគេក៏បដាឆ្កែគេដើរទៅខាងក្រៅនឹងគិតដល់ពេលនៅក្មេងដែលបងគេនឹងបានឆ្លោះជាមួយនឹងឪពុករបស់ខ្លួនតាក់ទងនឹងគោលដៅជីវិតលើចឹងមីណាតូនឹងមិនចង់ឲ្យអារម្មណ៍នឹងបជារហូតដល់ថ្នាក់មានចំនួនចឹងទេហើយអារម្មណ៍នឹងគឺវាកើតចេញពីសញ្ញាផ្ដោតដល់ខួរក្បាលចឹងមីណាតូក៏បានចាក់ចង្វាក់ខួរក្បាលគេតែម្ដងពេលនេះឆ្កែរបស់គេក៏រត់ទៅរកនារីម្នាក់មីណាតូនឹងគិតថាជាខូយូនតែពេលបែរមកម៉ែអើយមិនមែននោះទេចឹងគេក៏មកផ្ទះវិញនៅបង្ខំក៏មកខួរក្បាលគេគិតបន្តទៀតពេលកន្លែងឃើញឆ្កែគេដេកដូចឆ្លើងសមុទ្រគេក៏យកទូរស័ព្ទថតវាទៅពេលហ្នឹងយូតាក៏ផ្ញើសារសួរស្អែកនឹងតនេអត់តែមីណាតូជាប់ការងារក្នុងក្លឹបរបស់គេពេញមួយថ្ងៃលោកស្អែកឡើងនេះយូតានិងខូយូនក៏បានមកជួបគ្នាដើម្បីទៅហាងរបស់មីគីខូយូននឹងក៏បានចាប់ទីតាំងរួចទៅហើយចឹងគេក៏ដើរទៅតែពេលមកដល់ហាងម្នាក់ហ្នឹងដកដង្ហើមមកចង់ដល់គ្នាទេដោយសារតែពីរនាក់គេវង្វេងផ្លូវអស់ជិត30នាទីនៅពេលដែលផ្លូវទៅហាងហ្នឹងចំណាយពេល15នាទីប៉ុណ្ណោះចឹងពីរនាក់គេហ្នឹងក៏កំង burger ហឹលសម្រាប់យូតានិង burger avocado សម្រាប់ខូយូនម្ចាស់ហាងហ្នឹងក៏សួរមីគីថាពីរនាក់ហ្នឹងសង្សារគ្នាមែនព្រោះមើលទៅសមគ្នាដល់ហើយមីគីក៏ចាប់ផ្ដើមគិតថាសមគ្នាមែនចឹងនាងក៏ចង់ផ្សំផ្គុំតែម្ដងតែនាងក៏ចាំពាក្យខូយូនព្រមនិយាយថានាងមិនត្រូវការសង្សារទេចឹងនាងក៏ដកថយវិញពេលបាន burger ហើយខូយូនគិតថានំធំយ៉ាងហ្នឹងដាក់ចូលមាត់កើតដែរចឹងយូតាហ្នឹងក៏បានបង្ហាញឲ្យនាងមើលពីរបៀបដាក់ចូលមាត់ខាងមីណាតូវិញគេមកដល់ផ្ទះក៏ជួបនឹងបងស្រីរបស់គេចឹងគេក៏ផ្ញើរូបឆ្កែហ្នឹងឲ្យបងស្រីគេមើលទៅតែពេលនេះគេចែកឃើញថារូប profile របស់យូតានិងខូយូនហ្នឹងគឺ burger ដូចគ្នាចឹងស្អែកមីណាតូក៏ទៅសួរយូតាទាក់ទងនឹងរូបនោះដែលរូបនោះគឺមីគីជាអ្នកគូミキហើយក៏បានប្រាប់ថាគេនឹងខូយូនមិនសូវមិញទៅកន្លែងធ្វើការរបស់មីគីគេក៏បានហៅមីណាតូដែរតែគេថារវល់មីណាតូក៏មានអារម្មណ៍ថាឈឺចាប់ពេលដែលគេដើរបំបត្តិបមកក្នុងថ្នាក់របស់ខូយូនវិញគ្រូក៏ប្រកាសរកអ្នកប្រចាំការនៅបណ្ណាល័យដែលម្នាក់ៗនឹងរវល់នឹងការងារក្លឹបមានតែខូយូនទេអត់មានក្លឹបនឹងគេចឹងនាងក៏ត្រូវបានជ្រើសរើសជាមួយនឹងសិស្សស្រីម្នាក់ទៀតខូយូនគិតថាសិស្សស្រីនឹងប្រហែលជាអត់នៅក្នុងក្លឹបដែរតែតាមពិតទៅនាងនៅក្នុងក្លឹបគំនូដែលអាចគូនៅណាក៏បានដែរចឹងបើម្នាក់ៗនឹងមកខំឲ្យនាងធ្វើតួនាទីនេះខូយូនឮចឹងក៏កឹងជំនួសដែរពេលហ្នឹងខូយូនក៏សុំចេញទៅក្រៅបន្តិចហើយនាងក៏បានមកជួបនឹងយូតាដែលគេបានមកសម្លឹងមើលមេឃនិងឈប់គិតអ្វីទាំងអស់ខូយូនក៏សាកធ្វើតាមតែនាងមិនអាចធ្វើបាននោះទេចឹងនាងក៏ចង់ធ្វើដូចយូតាដែលមិនសូវខ្វាយខ្វល់ច្រើនទៅលើរឿងដដែលស្របពេលដែលមីណាតូនឹងកំពុងសម្លឹងពីរនាក់គេទាំងស្រឡាំងកាំងចឹងខូយូនក៏មកយាមបណ្ណាល័យជាមួយនឹងឈីម៉ូជីម៉ាខូយូនក៏សរសើរស្នាដៃគំនូររបស់នាងព្រោះខូយូននឹងធ្លាប់ឃើញគំនូររបស់នាងពេលដែលម៉ោងគំនូរដោយសារខូយូននឹងអង្គុយពីក្រោយចឹងនាងក៏រក្សាគម្លាតវិញព្រោះនាងបានលួចមើលគំនូរគេតែម្នាក់ស្រីនឹងមិនបារម្ភរឿងនេះនោះទេក្រោយមកពួកគេក៏ចេញទៅផ្ទះរៀងខ្លួនខូយូននឹងក៏មកម៉ាទិញអីញ៉ាំហើយក៏បានឃើញក្បាលរបស់យូតាដោយសារតែគេខ្ពស់ពេកចឹងនាងក៏មកជួបគេហេតុនេះពីរនាក់គេក៏អង្គុយនៅខាងក្រៅនិយាយគ្នាលេងសិនដោយនាងនឹងខ្លាចជាអ្នកយាមបណ្ណាល័យចឹងពេលអានសភៅទៅធ្វើឲ្យនាងអាចមិនគិតរឿងផ្សេងបានលើចឹងយូតានឹងក៏ចង់ធ្វើដែរសម្រាប់មីណាតូវិញកំពុងបារម្ភខ្លាចខូយូននឹងស្រឡាញ់យូតាព្រោះគេអាចនឹងធ្វើឲ្យនាងនឹងឈឺចាប់ចឹងយូតានេះក៏ជូនខូយូនឹងទៅផ្ទះពេលហ្នឹងក៏មានកង់មកជិះឆាបហេតុនេះខូយូនឹងក៏ទាញយូតាកិច្ចតែនាងក៏បានប៊ីសធ្លាក់ពីផ្លូវចឹងយូតាក៏លើកនាងឡើងវិញធ្វើឲ្យនាងនឹកឃើញការពុកនាងពោផងដែរពេលដែលដើរទៅមុខទៀតក៏មាននារីម្នាក់ហៅយូតាចឹងយូតាក៏ថាគេជូនមករបស់គេទៅផ្ទះសិនខូយូនឹងក៏ថាម្នាក់មិញគឺជាបងស្រីតែតាមពិតទៅគឺជាម្ដាយចុងរបស់យូតាព្រោះម្ដាយបង្ការរបស់គេបានស្លាប់កាលគេរៀននៅបឋមម្លេះយូតាក៏បានអះអាងថាគ្រួសារដែលគេមានពេលនេះគឺវាធម្មតាទៅហើយសម្រាប់គេហើយភាគហ្នឹងក៏បញ្ចប់ត្រឹមប៉ុណ្្នឹងចាំតាមដាននៅវីដេអូក្រោយបាយ Please, sir, I want some more.